សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ iPad Cambodia ថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបចុះនៅក្នុងកម្មវិធី QuickBooks លំហាត់អនុវត្តរបស់ក្រុមហ៊ុនកញ្ញាច័ន្ទសុជាតាលំហាត់ទី1កញ្ញាច័ន្ទសុជាតាបានដាក់ទុនចំនួន$5 លានទៅក្នុងអាជីវកម្មរបស់គាត់ដោយដាក់ប្រាក់ក្នុងគណនីធនាគារចំនួន$3 លាននិងគណនីបេឡាចំនួន$2 លានអញ្ចឹងយើងទៅអនុវត្តចុះនៅក្នុងកម្មវិធី QuickBooks ទាំងអស់គ្នាអញ្ចឹងបងប្អូនបើកកម្មវិធី QuickBooks មកបងប្អូនស្វែងរក Banking បន្ទាប់មកយក Make Deposit នៅចំណុចនេះវានឹងឲ្យយើងជ្រើសរើសគណនីដែលយើងត្រូវដាក់ទី1 Deposit to តើយើងយកលុយហ្នឹងទៅដាក់នៅកន្លែងណាខ្លះអញ្ចឹងទី1នេះគឺយើងដាក់នៅក្នុងសាច់ប្រាក់មានន័យថា Cash on hand ហើយកំណត់ថ្ងៃខែថ្ងៃទី30ខែ6 2026 Memo នេះគឺកំណត់ចំណាំយើងអាចដាក់ជា Deposit បានអញ្ចឹងទឹកលុយដែល receive from នេះពីណាអញ្ចឹងយើងជ្រើសរើសម្ចាស់អ្នកដាក់លុយឈ្មោះច័ន្ទសុជាតា from account ពី account ណាអញ្ចឹងយើងដាក់ពី equity ដែលទ្រព្យម្ចាស់របស់យើងនេះទីទឹកប្រាក់ចំនួនយើងដាក់ចំនួន$5 លានចំនួន$5 លានអញ្ចឹងនៅក្នុងហ្នឹងវាអត់តន់បែងចែកថាដាក់សាច់ប្រាក់ប៉ុន្មានដាក់នៅក្នុងធនាគារប៉ុន្មានទេអញ្ចឹងនៅកន្លែង cashback goes to នេះយើងជ្រើសរើសគណនីនៅក្នុងធនាគារអញ្ចឹងគណនីនៅក្នុងធនាគារនេះយើងដាក់ចំនួនប៉ុន្មានអញ្ចឹងយើងដាក់ចំនួន$3 លានអញ្ចឹងគណនីនៅក្នុងធនាគារនេះ$3 លាន3 លានបន្ទាប់ពីយើងដាក់នៅក្នុងគណនីធនាគារចំនួន$3 លានហើយអញ្ចឹង deposit total នេះគឺ$2 លានអញ្ចឹងបានន័យថា$2 លាននេះវាផ្ដោតទៅលើ cash on hand អញ្ចឹងនៅពេលដែលយើងចុះបានបែបនេះហើយយើងអាចដាក់ memo បន្ថែមទៀតយើងអាច note មកថាដាក់ cash ចំនួនប្រមាណ in bank ចំនួនប្រមាណបាន note បានអញ្ចឹងបន្ទាប់ពីយើងចុះបែបនេះរួចរាល់ហើយយើងចុច save and close ក្នុងករណីយើងអស់ប្រតិបត្តិការប៉ុន្តែបើយើងនៅមានប្រតិបត្តិការយើងអាចចុច save menu បន្តទៀតអញ្ចឹង save and close អញ្ចឹងយើងទៅមើលប្រតិបត្តិការដែលយើងបានចុះយើងចូល report your account and tax ហើយ your journal នេះប្រតិបត្តិការដែលយើងបានចុះនៅថ្ងៃទី30ខែ6ហ្នឹងឈ្មោះច័ន្ទសុជាតានេះគណនីដែលយើងបានចុះរួចអញ្ចឹងនៅខាង debit មាន2សាច់ប្រាក់យើងនៅក្នុងដៃកើនឡើងចំនួន$2 លានហើយនៅក្នុងធនាគារកើនឡើងចំនួន$3 លានហើយនៅខាង credit នេះទ្រព្យរបស់យើងកើនឡើងដល់$5 លានបាទហើយចំពោះការបង្ហាញក្នុងការដាក់ទុនដំបូងរបស់ក្រុមហ៊ុននីមួយៗគឺមានតែប៉ុណ្ណឹងបាទសូមអរគុណ